ពលរដ្ឋរាប់សិបនាក់តវ៉ានៅមុខតុលាការភ្នំពេញដោយថាពួកគាត់ពុំទាន់ទទួលបានយុត្តិធម៌រឿងចាញ់បោកអតីតអង្គការហ៊ីកំហុងម្ចាស់ក្រុមហ៊ុនពិភពដីមាសនាព្រឹកថ្ងៃច័ន្ទទី24ខែវិច្ឆិកាឆ្នាំ2025អតិថិជនរបស់ក្រុមហ៊ុនពិភពដីមាសជាច្រើននាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបងរាជធានីភ្នំពេញដើម្បីស្នើឲ្យតុលាការពន្យានីតិវិធីវិវាទដែលជាប់គាំងជាច្រើនឆ្នាំដែលពួកគាត់ខាត់បង់ទៅប្រាក់ជាច្រើនលានដុល្លារដែលពួកគាត់បង់ឲ្យក្រុមហ៊ុនពិភពដីមាសដើម្បីទទួលបានការប្រាក់ត្រឡប់មកវិញប៉ុន្តែពួកគាត់មិនទទួលបានដោយការសន្យារបស់បុគ្គលហ៊ីកំហុងនោះឡើយប្រជាពលរដ្ឋបានលើកឡើងថាចាប់តាំងពីលោកហ៊ីកំហុងត្រូវបានដោះលែងឲ្យនៅក្រៅឃុំបុគ្គលរូបនេះតែងតែប្រើជីវិតធឺហាជាឡានទំនើបថ្លៃៗនៅផ្ទះវិឡាដេកម៉ាស៊ីនត្រជាក់ខុសប្លែកពីពួកគាត់ដែលកំពុងប្រឈមមុខទៅនឹងបំណុលវ័នកពួកគាត់បានលើកឡើងថាអ្នកខ្លះគ្មានលទ្ធភាពបង់លុយត្រឡប់ទៅធនាគារវិញអ្នកខ្លះរត់គេចចេញពីផ្ទះមួយទៅផ្ទះមួយដើម្បីគេចវេះអំឡុងពេលបុគ្គលិកធនាគារចុះទារប្រាក់អ្នកខ្លះទៀតបានធ្វើចំណាក់ស្រុកទៅប្រទេសថៃដើម្បីរកលុយសងធនាគារប្រជាពលរដ្ឋបានផ្ដល់បទសម្ភាសន៍ឲ្យ TNM យើងដឹងថាក្រុមហ៊ុនពិភពដីមាសបានលួងលោមឲ្យពួកគាត់ដាក់ប្រាក់វិនិយោគទិញដីឡូក្រុមហ៊ុនពិភពដីមាសនិងបានសន្យាជាមួយនឹងអ្នកដាក់លុយថានឹងទទួលបានការប្រាក់ភាគលាភនៃទំហំទៅប្រាក់ដែលបានដាក់វិនិយោគត្រឡប់ទៅវិញជារៀងរាល់ខែនៅមានថេរវេលារយៈពេល2ឆ្នាំបន្ទាប់ពីចប់កងត្រាក្រុមហ៊ុននឹងទទួលទិញដីឡូនេះក្នុងតម្លៃដើមវិញករណីនេះជំរុញឲ្យពួកគាត់ខ្ចីប្រាក់ពីធនាគារឬមីក្រូហិរញ្ញវត្ថុដើម្បីបានប្រាក់មកធ្វើការវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាសប៉ុន្តែក្រុមហ៊ុនពិភពដីមាសដែលមានបុគ្គលឈ្មោះហ៊ីកំហុងជាម្ចាស់ក្រុមហ៊ុនមិនបានធ្វើទៅតាមអ្វីដែលបានសន្យាជាមួយពលរដ្ឋនោះឡើយគេសន្យាគេថាខំប្រឹងជួដីដាំប្រយោជន៍អីយកលុយមកដាក់ឲ្យគេនឹងបានការបានអីការអញ្ចឹងណាអត់មានបានទេបាទដោយតាមបងលឿនក្តីឲ្យជួយដោះស្រាយឲ្យអ៊ីកំហុងជួយចូលបច្ច័យឲ្យខ្ញុំវិញហ្នឹងបាទខ្ញុំមកមុខសាលាយុទ្ធធរក្នុងពេលនេះដើម្បីសូមឲ្យតុលាការរកយុទ្ធធរជូនខ្ញុំនិងប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលចាញ់បោកលោកអុកញ៉ាហ៊ីកំហុងក្រុមហ៊ុនពិភពដីមាសយ៉ាងហើយខ្ញុំសូមស្នើឲ្យតុលាការរកយុទ្ធធរជូនជាពលរដ្ឋលោកអុកញ៉ាហ៊ីកំហុងសងលុយប្រជាពលរដ្ឋវិញដើម្បីប្រជាពលរដ្ឋយកទៅបង់ធនាគារដើម្បីដកប្លង់ដីប្លង់ផ្ទះយកមកវិញខ្ញុំសូមសំណូមពរដល់សម្ដេចពុកសម្ដេចបវរតបដីហ៊ុនវ៉ាណែតនិងសម្ដេចម៉ែជួយរកយុទ្ធធរជូនកូនចៅដែលរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសរាប់ពាន់គ្រួសារនេះផងនៅខាងមុខសាលាដំបងរាជធានីភ្នំពេញពួកគាត់បានស្រែកដង្ហែរកយុត្តិធម៌ថារាប់ឆ្នាំហើយពួកគាត់ពុំទទួលបានយុត្តិធម៌នោះឡើយខណៈអ្នកខ្លះឆ្លោះប្តីប្រពន្ធក្រុមគ្រួសារអ្នកខ្លះធ្វើអតិឃាតសម្រាប់ខ្លួនក៏មានដោយសារចំពាក់បំណុលគេអ្នកខ្លះចំពាក់ធនាគាររ៉ាប់រងលែងរួចចាំអត់ទៅវិញទេសូមឲ្យច្បាប់មានសន្តិភាពថ្ងៃហ្នឹងដើម្បីដោះស្រាយដល់បំណុលធនាគារជាមួយនឹងបងប្អូនយើងអត់ទៅទេលួចត្រាថាតុលាការរកយុត្តិធម៌ឲ្យបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអុកញ៉ាហ៊ីកំហុងនេះគឺខ្ញុំទៅផ្ទះតែបើមិនអត់រកខុសរកត្រូវឲ្យពួកខ្ញុំទេពួកខ្ញុំអត់ទៅផ្ទះដាច់ខាតខ្ញុំបាត់ផ្លូវលួចត្រាតែយុត្តិធម៌សម្រាប់ពួកខ្ញុំថាបានខ្ញុំព្រមទៅផ្ទះបើទោះបីជាយ៉ាងណាក្តីការតវ៉ារបស់ពួកគាត់ត្រូវបានមន្ត្រីតុលាការនិងអាជ្ញាធរធ្វើការសម្រួលបន្ថយភាពតានតឹងនិងហាមឃាត់មិនឲ្យពួកគាត់បិទផ្លូវជាតិលេខ6ហើយបានសន្យាថានឹងត្រូវដោះស្រាយម្ដងទៀតនៅក្នុងរយៈពេល2សប្តាហ៍ខាងមុខតែពលរដ្ឋហាក់បីដូចជាគ្មានជំនឿសោះឡើយសូមរងចាំតាមដានទស្សនាវគ្គបន្តពីទូរទស្សន៍អនឡាញ TNM ពីខ្ញុំបាទចាចិត្ត T53 TNM ប្រូវីដាទឹកស្ព្រីងបូកគោរសជាតិផ្អែមស្រទន់ស្រស់ស្រាយបែបធម្មជាតិ